ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាថ្មីដើម្បីរំលឹកមកវិញយើងលេងមួយហ្គេមជាមួយគ្នាសង្ឃឹមថាខ្ញុំធ្វើបានល្អមួយរយៈនេះដូចជាខ្ញុំរៀងរវល់ច្រើននៅកន្លែងការងារបាទខ្ញុំនឹងចាប់ផ្ដើមរបៀបតែខ្ញុំតែងតែលេងគឺភាគច្រើនគឺ4-4ហើយនឹង3-4បាទដៃគូរបស់ខ្ញុំគាត់លេងស្រដៀងគ្នាប៉ុន្តែគាត់ជ្រើសយកពាក្យគេហៅថាសានរៀងសេបាទសានរៀងសេបើកន្លែងនេះគឺខ្ញុំគួរតែលេងទីតាំងនេះចឹងអាចឲ្យខ្ញុំចុះមួយបន្ទាប់មកខ្ញុំនឹងលេងនៅជ្រុងនេះបាទខ្ញុំគិតថាដំណើរប៉ុណ្ណេះគឺមានភាពស្មារតីសម្រាប់បាទបើសិនជាដៃគូខ្ញុំចាប់បានកូនមួយនេះក៏អត់អីដែរអញ្ចឹងខ្ញុំនឹងយកទីតាំងនេះបាទអូបាទបើខ្ញុំបានរៀងនេះគឺខ្ញុំអូខេខ្ញុំនឹងឲ្យគាត់យកវិញអូខេបាទចឹងគាត់លេងចេះបើគាត់ចុះខ្ញុំភ្ជាប់គឺដូចតែជាដូចតែគ្នាបាទកូនទាំងអស់នេះអាចជាប់នៅក្នុងមកខ្ញុំចុះមួយបាទព្យាយាមឲ្យកូនទាំងអស់នេះរស់ប៉ុន្តែវាមិនអាចរស់បាទអូខេបាទខ្ញុំជ្រើសរើសយកខាងក្រៅឲ្យដៃគូរបស់ខ្ញុំគាត់យកខាងក្នុងកន្លែងនេះខ្ញុំអាចលោតចេះប៉ុន្តែជាធម្មតាខ្ញុំអាចបិទដើម្បីឲ្យរឹងមាំបាទអូខេបាទគាត់អាចយកកន្លែងនេះទៀតបាទគាត់កាន់តែលេងកាន់តែល្អបាទបាទអញ្ចឹងខ្ញុំនឹងព្យាយាមយកទីតាំងខាងលើបាទមកខ្ញុំលេងកន្លែងនេះឲ្យគាត់ដាក់នេះវាដូចជាទូចពេកអញ្ចឹងខ្ញុំអាចឲ្យគាត់ព្យាយាមមកខាងស្ដាំបាទបាទគាត់កងខ្ញុំអាចលេងកន្លែងនេះខ្ញុំចេញមួយឬក៏ខ្ញុំដាក់ pressure គាត់ចូលខ្ញុំបិទបាទហាក់ដូចជាមិនចាំបាច់
ខ្ញុំអាចលេងកន្លែងនេះដើម្បីកុំឲ្យមានបញ្ហាបាទគាត់នៅទីនេះមិនអីទេគាត់អាចរស់បានអូខេគាត់លោតចេញគឺល្អបាទអញ្ចឹងដើម្បីបង្ហាញថាគាត់មិនទាន់បានទាំងស្រុងបាទបាទកន្លែងនេះគឺខ្ញុំគ្រាន់តែចង់រំខានដើម្បីឲ្យកូនគាត់កាន់តែច្រើនបាទហើយនេះខ្ញុំអាចចេញមកមួយសិនបាទដក clear បន្តិចបាទដើម្បីធ្វើការក៏ត្រូវការពារបាទខ្ញុំត្រូវបញ្ចេញកូនដើម្បីយកទីតាំងខាងនេះបាទគាត់កាន់តែអូសគឺកាន់តែល្អបាទមកដល់នេះខ្ញុំអាចគ្រាន់តែអូសកូនចេញឬក៏លេងបែបនេះបាទបាទក៏ត្រូវការពារខ្ញុំអាចភ្ជាប់ឬក៏ព្យាយាមចាប់កូននេះបាទបាទកន្លែងនេះគាត់អាចចាប់កូនរបស់ខ្ញុំទាំងអស់នេះបាទខ្ញុំនឹងយកខាងក្រៅគាត់អាចចាប់កូននេះបានបាទមិនអីទេអញ្ចឹងខ្ញុំអាចលេងទីតាំងនេះបាទបាទអូខេគាត់អាចយកចេះបានតែខ្ញុំចង់បានទីតាំងកន្លែងនេះជាងបាទអញ្ចឹងតែកន្លែងនេះធំបាទកន្លែងនេះក៏ធំ 10 9បាទខ្ញុំរុញគាត់ឲ្យចុះខ្ញុំគួរតែរុញចេញមួយបាទដើម្បីឲ្យកូនខ្ញុំកាន់តែរឹងមាំបាទខ្ញុំយកបន្ទុកបាទជាជាងព្យាយាមធ្វើអីពិបាក
ចាប់កូន2នេះបានឬក៏ខ្ញុំគួរតែចប់បាទឲ្យគាត់ចាស់អូខេចង់ជាប់ខ្ញុំបិទទីតាំងនេះវាហាក់ដូចជាធំបាទអូខេខ្ញុំគិតថា game នេះដូចជាល្អសម្រាប់ខ្មៅបាទមកដល់ប៉ុណ្ណេះខ្ញុំគិតថាដូចជាអស់ហើយ Pass. អូខេដៃគូខ្ញុំគាត់នៅចង់លេងបាទ Pass. Remove the dead stones. ខ្ញុំគិតថាខ្ញុំឈ្នះបាទខ្ញុំឈ្នះច្រើនពិន្ទុដែរបាទ55ពិន្ទុពីព្រោះអីកន្លែងនេះធំខាងលើបាទខាងនេះក៏ធំដែរហើយដៃគូរបស់ខ្ញុំគាត់មានតែប្រព័ន្ធខាងក្រោមនេះទេផាកផាយនៅខាងលើនេះអញ្ចឹងខ្ញុំឈ្នះច្រើនបាទអូខេខ្ញុំចង់ធ្វើ review បន្តិចបាទខ្ញុំចង់ធ្វើ review បន្តិចកន្លែងនេះបាទមកដល់កន្លែងនេះត្រឹមនេះជាធម្មតាខ្ញុំអាចលេងកន្លែងនេះបាទដៃគូរបស់ខ្ញុំគាត់នៅតែរើសយកកន្លែងនេះបាទអូខេនៅពេលដែលដៃគូរបស់ខ្ញុំគាត់មានកូន3អញ្ចេះគឺគាត់ព្យាយាមពាត់ទីខាងក្រោមនេះអញ្ចឹងអ្វីដែលខ្ញុំធ្វើនេះគឺរំខានបន្តិចបាទត្រឹមនេះខ្ញុំគិតថាខ្ញុំរំខានគាត់បានសម្រេចបើសិនជាអស់មកទៀតបាទខ្ញុំអត់ចង់ឲ្យគាត់បើខ្ញុំទាញចេញគាត់អាចបរិចហើយមានការលំបាកនៅក្នុងការដែលខ្ញុំត្រូវទប់គាត់បាទអញ្ចឹងពេលខ្ញុំមានកន្លែងកាត់មួយហើយខ្ញុំការពារគាត់អាច
កាត់ចេញមួយទៀតដើម្បីយកកូនខាងនេះអញ្ចឹងខ្ញុំអត់ចូលចិត្តក៏ខ្ញុំកងពីលើបាទត្រឹមនេះខ្ញុំយកកន្លែងនេះគឺមែនតើខ្ញុំទៅចាប់កូនមួយនេះខ្ញុំគិតថាគាត់ប្រហែលជានឹងឡើងអញ្ចឹងខ្ញុំចាប់កូននេះគាត់អាចធ្វើអញ្ចេះអញ្ចឹងកូនគាត់អាចមានការលំបាកនៅក្នុងការចាប់កូនរបស់ខ្ញុំបាទពីព្រោះអីពេលនេះគឺបើសិនជាគាត់ចង់ចាប់កូននេះគឺចាប់មិនបានទេបាទលក្ខណៈចណ្ដើរនេះគឺកូនរបស់ខ្ញុំអាចមកជួបជាមួយនឹងកូនមួយនេះអញ្ចឹងគាត់ចាប់ទាំងអស់នេះអត់បានបាទត្រឹមនេះខ្ញុំគិតថាអូខេនៅលេងបានដោយសារនៅកន្លែងនេះគាត់អត់ការពារកូននេះគឺធ្វើឲ្យខ្ញុំមានឱកាសក្នុងការដែលខ្ញុំចាប់កូននេះហើយគឺកន្លែងនេះគឺធំបាទខ្ញុំអាចមានឱកាសច្រើនខ្ញុំព្យាយាមការពារកូននេះបាទប៉ុន្តែធ្វើមិនបានល្អទេចឹងកូន4នេះគឺចោលកូន5នេះបាទប៉ុន្តែខ្ញុំដូរមកវិញគឺគាត់ត្រូវប្រើ1 2 3បាទដើម្បី control កូនទាំងអស់នេះដោយសារខ្ញុំប្រើវិធីសាស្ត្រមួយគឺបាទអូកូនរំខានហើយក្នុងដូចជាគម្រោងរបស់ខ្ញុំគឺខ្ញុំចង់បានទីតាំងខាងលើនេះទេបាទមកដល់ត្រឹមនេះខ្ញុំមើលទៅកូនគាត់ហាក់ដូចជាកូនសច្រើនពេកបាទម្ដុំនេះច្រើនខ្លាំងអញ្ចឹងខ្ញុំត្រូវពង្រាយកូនរបស់ខ្ញុំនៅខាងកន្លែងផ្សេងបាទគាត់លោតចេញត្រឹមត្រូវគាត់ជាបិទកន្លែងនេះបើគាត់លេងកន្លែងផ្សេងខ្ញុំអាចប្រហែលជាលេងចេះបាទទម្រង់នេះគឺខ្ញុំអាចព្យាយាមបំបែកកូនគាត់ចេញពីគ្នាបាទឬក៏ត្រឹមនេះបាទត្រឹមនេះគាត់អាចលុបមកដូចជាជ្រៅពេកបាទអញ្ចឹងកូនខ្ញុំអាចទៅជាអញ្ចឹងបាទខ្ញុំអាចចាប់កូនរបស់នេះបានបើសិនអញ្ចឹងបាទលក្ខណៈអញ្ចឹង1 2បាទខ្ញុំនៅមាននេះមួយទៀតបាទកូននេះអាចចាប់អាចរស់វិញបាទអូខេគាត់ចេញចេះខ្ញុំអាចចាប់បានកូនទាំងអស់នេះបាទមានគ្រោះថ្នាក់ដល់សបាទអូខេគាត់ការពារខ្ញុំចាប់ផ្ដើមលោតចេញ3ប្រឡោះជាធម្មតាបាទគាត់ឃើញថាកន្លែងខ្ញុំដូចយើងធំហើយអញ្ចឹងគាត់លោតចូលបាទដំបូងខ្ញុំចង់លេងកន្លែងនេះបាទគាត់មកនេះក៏ពិតបើលេងអញ្ចេះល្អវិញបាទប៉ុន្តែដោយសារដៃគូរបស់ខ្ញុំគាត់រៀងស្ទើរដែរអញ្ចឹងខ្ញុំនៅទីតាំងនេះគឺគាត់អាចរំខានបានច្រើនប៉ុន្តែគាត់លេងកន្លែងនេះគឺគាត់ខាត់ជើងមួយបាទខាត់ជើងគាត់គួរតែការពារឬក៏បាទព្យាយាមចាប់កូននេះ control កូននេះបាទប៉ុន្តែក៏ពិបាក control ដែរកូននេះបាទខ្ញុំអាចនៅតែមានលទ្ធភាពរំខានបាទរំខានគោលដៅគឺរំខានទេបាទខ្ញុំអាចចេញចេះកូនខ្ញុំអាចចេញទៅចេះគាត់បិទចេះហើយជាអាចចុះមកចេះបាទ
ដាច់គាត់អាចចេញផ្លូវនេះវិញអ្វីដែលគាត់គួរតែធ្វើគឺព្យាយាមរំខានកូនខ្ញុំវិញបាទរំខានទីតាំងដើម្បីយកឲ្យខ្ញុំរៀងទូចបន្តិចកុំឲ្យខ្ញុំមានពិន្ទុច្រើនពេកបាទនៅពេលដែលខ្ញុំលេងកន្លែងនេះគាត់ចុះខ្ញុំដាក់កន្លែងនេះមានន័យថាខ្ញុំចង់កាត់បាទពិបាកក្នុងការទប់កូនខ្មៅកន្លែងនេះវិសាខ្ញុំគិតថាខ្ញុំចង់បានទីតាំងកន្លែងនេះបាទអញ្ចឹងខ្ញុំចោលកូន5នេះបាទបានមកវិញគឺទីតាំងទាំងអស់នេះគឺរឹងមាំតែម្ដងបាទកូនខ្ញុំប៉ុណ្ណេះហើយគឺមិនអាចធ្វើអីបានទេគឺខ្ញុំអស់ចេញមកក្រៅគំនិតរបស់ខ្ញុំបើគាត់អត់ការពារគាត់លេងកន្លែងផ្សេងឬក៏គាត់ធ្វើអញ្ចេះខ្ញុំអាចចុះមួយសឹងថាមិនបាច់លេងកន្លែងនេះក៏បានខ្ញុំនឹងបាទចុះកន្លែងនេះរំខានបាទកូនគាត់អាចកណេកកណាត់គាត់អាចបិទសិនអូខេបើគាត់បិទគឺល្អសម្រាប់គាត់ខ្ញុំអាចការពារបាទការពារអញ្ចេះគឺប៉ុណ្ណេះគឺរបស់ខ្ញុំហើយគាត់អាចកាប់បិទលេងអញ្ចេះបានប៉ុន្តែដៃគូរបស់ខ្ញុំគាត់ចុះខោបាទឬក៏គាត់ភ្ជាប់តែនេះដូចជារៀងយឺតបាទគាត់ឆ្លើយតបបាទខ្ញុំគ្រាន់តែចង់ភ្ជាប់កូននេះបាទឲ្យរឹងមាំហើយខ្ញុំលោតចេញបាទដូចខ្ញុំថាកូនសគួរតែលេងកន្លែងនេះបាទខ្ញុំនឹងជួយមិនចេះគាត់អាចមានទីរត់ច្រើនមកដល់កន្លែងនេះខ្ញុំត្រូវជ្រើសរើសបាទខ្ញុំអាចលេងទីតាំងនេះឬក៏លោតមកនេះដើម្បីរុញកូនថែមទៀតបាទបាទកន្លែងនេះគាត់កាន់តែលេងគាត់ខ្ញុំកាន់តែកងបាទអូខេបាទខ្ញុំសម្រេចថាឲ្យកូនគាត់ពីរនេះបាទគាត់ត្រូវលេង1 2 3បាទទម្រាំបានចាប់កូនពីរនេះខ្ញុំបិទបាទគាត់បិទវិញត្រឹមនេះគឺខ្មៅបន្ទុកពេញតែម្ដងបាទខ្ញុំបិទទៀតបាទខ្ញុំបិទទៀតបាទកន្លែងនេះគាត់តែជារំខានខ្ញុំសួរគាត់ថាតើគាត់ចង់រុញចេញមកខាងនេះឬក៏គាត់ចង់ការពារអញ្ចឹងគាត់ជ្រើសរើសយកការពារដើម្បីកុំឲ្យបាត់ទីតាំងគាត់អញ្ចឹងខ្ញុំក៏ការពារវិញបាទកន្លែងនេះស្មើគ្នាទេបាទមែនតើកន្លែងនេះធំជាងបាទខ្ញុំគួរលេងកន្លែងនេះគាត់អាចកាត់ឬធ្វើអីគឺជាមិនបញ្ហាអីទេខ្ញុំអាចនៅតែការពារបានបាទត្រូវការពារគាត់មិនអាចធ្វើអីបានទេទីតាំងនេះបាទខ្ញុំមានផ្នែកមួយផ្នែកចូល2ហើយបាទអាចជាប់នេះមួយទៀតអូខេបាទអញ្ចឹងមកដល់នេះគឺចប់ហើយអូខេបាទអញ្ចឹងការចាប់ផ្ដើមសំខាន់នៅលើការលេងអុករបស់យើងបើសិនជាយើងចាប់ផ្ដើមត្រូវគឺមានលទ្ធភាពច្រើនមួយរយៈនេះខ្ញុំឡើង ranking បន្តិចបាទខ្ញុំ13 Q វិសាហ្គេមឃើញច្រើនគឺខ្ញុំឈ្នះបាទ
ខ្ញុំព្យាយាមបដោតអូខេបាទសង្ឃឹមថាទាំងអស់គ្នាបានរៀនជាមួយគ្នាតទៀតនៅវគ្គក្រោយបាទអរគុណជម្រាបលា